សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel នឹងតិចថ្ងៃនេះយើងនឹងនិយាយអំពីសុបិនឃើញពេជ្រតើវាជាសុបិនល្អឬសុបិនអាក្រក់មានន័យអ្វីចំពោះជីវិតសំណាងនិងអនាគតបើអ្នកធ្លាប់សុបិនឃើញពេជ្រឬកំពុងចង់ដឹងពីអត្ថន័យសូមមើលវីដេអូនេះឲ្យចប់ទី1អត្ថន័យទូទៅនៃពេជ្រជាទូទៅពេជ្រគឺជារបស់មានតម្លៃខ្ពស់វាតំណាងឲ្យទ្រព្យសម្បត្តិកិត្តិយសតម្លៃខ្លួនឯងភាពជោគជ័យអ្វីដែលកម្រនិងពិបាករកដូច្នេះសុបិនឃើញពេជ្រភាគច្រើនត្រូវបានចាត់ទុកថាជាសុបិនល្អទី2សុបិនឃើញពេជ្រភ្លឺចែងចាំងបានតែសុបិនឃើញពេជ្រភ្លឺចែងចាំងស្អាតខ្លាំងវាមានន័យថាឱកាសល្អកំពុងមកជីវិតនឹងមានការរីកចម្រើនអាចទទួលបានការសរសើរឬការលើកតម្កើងការខិតខំរបស់អ្នកនឹងទទួលបានផលសម្រាប់អ្នកធ្វើការងារឬអាជីវកម្មវាជាសញ្ញានៃជោគជ័យជិតមកដល់ទី3សុបិនឃើញខ្លួនឯងរកឃើញពេជ្រនេះគឺជាសុបិនល្អខ្លាំងមួយមានន័យថាអ្នកនឹងរកឃើញឱកាសថ្មីរកឃើញសមត្ថភាពដែលអ្នកមិនធ្លាប់ដឹងពីមុនអាចមានអ្នកជួយឬអ្នកណែនាំល្អចូលមកក្នុងជីវិតតាមផ្លូវចិត្តវាប្រាប់ថាអ្នកកំពុងចាប់ផ្ដើមស្គាល់អំពីតម្លៃខ្លួនឯងទី4សុបិនឃើញពេជ្រចរន្តឬពេជ្រមុខវាជាសញ្ញានៃទ្រព្យសម្បត្តិសំណាងហិរញ្ញវត្ថុការរីកចម្រើនជាបន្តបន្ទាប់ជីវិតកាន់តែមានស្ថិរភាពប៉ុន្តែវាគឺជាការរំលឹកផងដែរកុំឲ្យលោភលន់ឬភ្លេចគុណតម្លៃផ្លូវចិត្តទី5សុបិនបាត់ពេជ្រសុបិនបាត់ពេជ្រមិនមែនជារឿងអាក្រក់ទាំងស្រុងទេវាអាចមានន័យថាបាត់បង់ឱកាសមួយការសម្រេចចិត្តមិនប្រុងប្រយ័ត្នឬកំពុងមើលរំលងអ្វីដែលមានតម្លៃវាជាការរំលឹកឲ្យអ្នកត្រូវប្រុងប្រយ័ត្នជាងមុននិងថែរក្សាអ្វីដែលអ្នកមានទី6សុបិនឃើញពេជ្រខ្លាំងខ្លាយនេះគឺជាសុបិនព្រឺមានន័យថាអាចមានញាក់មិនស្មោះត្រង់ការបោកប្រាស់អ្វីមួយមើលទៅល្អប៉ុន្តែមិនពិតសារៈសំខាន់កុំជឿអ្វីងាយត្រូវពិនិត្យមើលឲ្យច្បាស់ទី7បកស្រាយតាមផ្លូវចិត្តពេជ្រអាចតំណាងឲ្យក្តីសង្ឃឹមក្តីប្រាថ្នាធំតម្លៃក្នុងអ្នកសមត្ថភាពដែលអ្នកមិនទាន់ប្រើសុបិននេះអាចប្រាប់ថាអ្នកមានអ្វីល្អក្នុងខ្លួនតែអ្នកមិនទាន់ដឹងឬមិនទាន់ហ៊ានប្រើទី8គុណឬសម្រាប់អ្នកសុបិនឃើញពេជ្របើអ្នកសុបិនឃើញពេជ្រញឹកញាប់សូមចងចាំថាជឿជាក់លើខ្លួនឯងកុំមើលរំលងឱកាសតូចប្រើប្រាជ្ញាមិនត្រឹមតែសំណាងនិងថែរក្សាគុណតម្លៃផ្លូវចិត្តសរុបសេចក្តីមកសុបិនឃើញពេជ្រភាគច្រើនជាសញ្ញានៃសំណាងល្អតម្លៃឱកាសនិងជោគជ័យបើអ្នកយកចិត្តវីដេអូបែបនេះសូមចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី Channel នឹងតិចជួបគ្នាវីដេអូក្រោយសូមអរគុណហេងទាំងអស់គ្នា